ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយតើពុកម៉ែបងប្អូនសុខសប្បាយជាទេចំណែកឯនាងខ្ញុំវិញគឺសុខសប្បាយជាធម្មតាថ្ងៃនេះផងដែរនាងខ្ញុំក៏បានលើករឿងថ្មីមួយដើម្បីយកមកចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរតោះមកស្ដាប់ជាមួយនឹងនាងខ្ញុំសាច់រឿងនៅក្នុងថ្ងៃនេះផងដែរក៏បាននិយាយតាក់ទងជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថាចែមគាត់គឺជាសិស្សម្នាក់ដែលពូកែខ្លាំងមែនទែននៅក្នុងថ្នាក់គាត់តែងតែរៀនជាប់លេខ2ជារៀងរាល់ឆ្នាំតាំងតែពីគាត់រៀនថ្នាក់ទី4មកម្លេះហើយចែមបានកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារហើយនឹងរស់នៅក្នុងព្រះគុណរបស់ព្រះផងដែរហើយឪពុកម្ដាយរបស់ចែមផងដែរក៏តែងតែលើកទឹកចិត្តហើយនឹងជំរុញឲ្យចែមនៅជាប់ជាមួយនឹងព្រះឲ្យមានភាពអត់ធ្មត់ហើយនឹងមានការចេះស្រឡាញ់ដល់អ្នកដទៃដូចជាព្រះទ្រង់បានបង្រៀនផងដែរនៅថ្ងៃមួយចែមគាត់បានទៅជិះកង់លេងនៅក្បែរសួនច្បារនៅជិតផ្ទះរបស់គាត់ហើយមិត្តភ័ក្តិរបស់គាត់និងមិត្តរួមថ្នាក់របស់គាត់ក៏បានឃើញពីការជិះកង់របស់ចែមហើយនឹងរាងកាយរហ័សរហួនរបស់គាត់ផងដែរចែមគាត់ត្រូវបានគេសរសើរជាខ្លាំងនៅពេលដែលគាត់ត្រឡប់ទៅរៀនវិញហើយការសរសើរមួយនេះផងដែរក៏បានលេចលឺទៅដល់ត្រចៀកឪពុកម្ដាយរបស់គាត់រួមទាំងលោកគ្រូហើយនិងអ្នកគ្រូហើយនិងសិស្សថ្នាក់ផ្សេងទៀតផងដែរចែមគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ជាមនុស្សអស្ចារ្យហើយទេពកោសល្យរបស់គាត់មិនមានអ្នកណាអាចប្រៀបធៀបបាននោះទេទេពកោសល្យរបស់គាត់គឺខ្លាំងជាងគេគាត់មានទេពកោសល្យដែលអស្ចារ្យជាងគេដោយសារតែការសរសើរពីមួយថ្ងៃទៅមួយថ្ងៃពីមនុស្សនៅជុំវិញខ្លួនរបស់ចែមក៏បានក្លាយទៅជាក្មេងប្រុសម្នាក់ទៀតដែលមានអត្តចរិតមិនសូវល្អចាប់ផ្ដើមមានអំនួតចេះអួតពីខ្លួនឯងប្រាប់ដល់អ្នកដទៃថាខ្លួនឯងពូកែខ្លួនឯងខ្លាំងក្លាមានភាពអស្ចារ្យទេពកោសល្យមិនធម្មតាហើយទេពកោសល្យរបស់ចែមពិតជាខុសពីអ្នកដទៃហើយគាត់មានរឿងជាច្រើនទៀតដែលគាត់បាននិយាយអំពីខ្លួនឯងអួតទៅប្រាប់ដល់អ្នកដទៃរួមទាំងឪពុកម្ដាយរបស់គាត់ផងដែរឪពុករបស់គាត់ចាប់ផ្ដើមមិនសប្បាយចិត្តជាខ្លាំងនៅពេលដែលគាត់បានមានអារម្មណ៍ថាកូនរបស់គាត់បានក្លាយទៅជាមនុស្សដែលមានអំនួតនៅថ្ងៃចុងសប្ដាហ៍គឺជាថ្ងៃអាទិត្យចាមក៏បានភ្នាល់គ្នាជាមួយនឹងពួកម៉ាក់របស់គាត់ដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងគាត់ភ្នាល់គ្នាថានឹងជិះកង់ឡើងទៅលើភ្នំហើយភ្នំមួយនោះគឺជាភ្នំដែលមានគ្រោះថ្នាក់ហើយនឹងពិបាកឡើងមែនទែនប៉ុន្តែក្រសួងរាជរដ្ឋាភិបាលក៏បានធ្វើផ្លូវសម្រាប់ជិះកង់ឡើងទៅលើភ្នំនោះផងដែរដូចនេះហើយចែមគាត់អាចជិះកង់ឡើងទៅលើភ្នំនេះបានដោយយ៉ាងងាយស្រួលប៉ុន្តែការឡើងទៅលើភ្នំពិតប្រាកដណាស់ថាវាមិនងាយស្រួលនោះទេគឺវាមានផលវិបាកហើយនឹងឧបសគ្គជាច្រើនរារាំងដល់ចែមប៉ុន្តែឧបសគ្គទាំងនោះគឺមិនបានធ្វើឲ្យចែមបោះបង់នោះទេដោយសារតែគាត់បានជឿទុកចិត្តទៅលើខ្លួនឯងហើយនឹងអួតអំពីខ្លួនឯងថាគាត់អាចធ្វើបានហើយគាត់នឹងយករឿងទាំងអស់នេះទៅប្រាប់ដល់មិត្តភ័ក្តិរបស់គាត់ឲ្យគេបានដឹងថាគាត់ពិតជាខ្លាំងដូចជាអ្វីដែលគាត់បាននិយាយពិតមែននៅពេលដែលបានពិភាក្សាគ្នារួចហើយចែមក៏បានចាប់ផ្ដើមឡើងទៅលើភ្នំដោយការជិះកង់របស់ចែមគឺមានតម្លៃសមគួរហើយនឹងមានគុណភាពល្អចែមគាត់បានជិះកង់ឡើងទៅលើភ្នំតែម្នាក់ឯងហើយជារៀងរាល់ថ្ងៃតែងតែមានអ្នកហាត់ប្រាណជាច្រើនដែលគាត់បានឡើងទៅលើភ្នំនោះផងដែរនៅពេលដែលចែមបានជិះកង់ឡើងទៅដល់ពាក់កណ្ដាលភ្នំហើយស្រាប់តែមានរឿងហេតុមួយបានកើតទៅលើគាត់តើអ្នកទាំងអស់គ្នាអាចទាយដឹងទេថាចែមគាត់មានបញ្ហាអ្វីហើយគាត់បានជួបនឹងអ្វីខ្លះគឺជើងកង់របស់ចែមបានក្រឡាច់ជាមួយនឹងដុំថ្មយ៉ាងតូចមួយប៉ុន្តែដុំថ្មនោះអាចធ្វើឲ្យចែមដួលកង់ហើយនឹងរមៀលធ្លាក់ទៅលើចន្ទរភ្នំនៅពេលនោះមានបុរសម្នាក់ដែលគាត់បានដើរហាត់ប្រាណឡើងទៅលើភ្នំនោះគាត់បានឃើញចែមហើយគាត់ក៏បានហៅឡានសង្គ្រោះបន្ទាន់ដើម្បីមកជួយចែមនៅពេលដែលចែមទៅដល់មន្ទីរពេទ្យហើយលោកគ្រូពេទ្យក៏បានសួរទៅកាន់ចែមថាតើឪពុកម្ដាយរបស់ចែមនៅទីណាពីព្រោះថាលោកគ្រូពេទ្យត្រូវការតាក់ទងទៅអាណាព្យាបាលរបស់ចែមដើម្បីឲ្យមកទទួលចែមហើយនឹងមើលថែចែមពេលនោះចែមក៏បានប្រាប់លេខទូរស័ព្ទអាសយដ្ឋានរបស់ឪពុកម្ដាយរបស់គាត់ទៅកាន់លោកគ្រូពេទ្យហើយលោកគ្រូពេទ្យគាត់ក៏បានចាប់ផ្ដើមខលទៅប្រាប់ឪពុកម្ដាយរបស់ចែមពេលនោះឪពុកម្ដាយរបស់ចែមពិតជាភ័យខ្លាំងមែនទែនហើយក៏បាននាំគ្នាជិះឡានយ៉ាងលឿនដើម្បីមករកចែមនៅមន្ទីរពេទ្យពេលនោះឪពុករបស់ចែមមានអារម្មណ៍ថាធូរទ្រូងខ្លាំងមែនទែនពីព្រោះថាចែមគ្រាន់តែបាក់ជើងខាងឆ្វេងតែប៉ុណ្ណោះមិនបានប៉ះពាល់អ្វីខ្លាំងក្លានោះទេហើយឪពុករបស់ចែមក៏បានប្រាប់ទៅកាន់ចែមថាចែម
កូនដឹងទេការដែលកូនមានអំណួតហើយនឹងនិយាយអួតពីខ្លួនឯងប្រាប់ដល់អ្នកដទៃគឺនឹងធ្វើឲ្យកូនមានផលវិបាកហើយនឹងគ្រោះថ្នាក់បែបនេះឃើញទេនេះហើយជាលទ្ធផលនៃការដែលកូនអួតនៃការដែលកូនមានអំណួតទៅលើខ្លួនឯងពេលនោះចែមគាត់ក៏បានសោកស្ដាយជាមួយនឹងការដែលគាត់មានអំណួតជាខ្លាំងគាត់បាននិយាយសុំទោសទៅកាន់ឪពុកម្ដាយរបស់គាត់បាននិយាយថាគាត់នឹងលែងមានអំណួតទៀតហើយគាត់ឈប់និយាយអួតពីខ្លួនឯងទៀតហើយសុំទោសទៅដល់ឪពុកម្ដាយរបស់គាត់ហើយក៏បានយំអោបម្ដាយរបស់គាត់ហើយនៅក្នុងសាច់រឿងមួយនេះផងដែរក៏ត្រូវបានបញ្ចប់សាច់រឿងមួយនេះគឺចង់បង្រៀនយើងថាការដែលយើងមានអំណួតគឺមិនល្អនោះទេពីព្រោះថាការដែលយើងមានអំណួតអាចធ្វើឲ្យយើងមានគ្រោះថ្នាក់មិនថាពេលបច្ចុប្បន្នពេលអនាគតឬក៏ពេលណានោះទេពីព្រោះថាយើងមិនអាចមើលពេលវេលាឃើញនោះទេដូចនេះហើយសូមអ្នកទាំងអស់គ្នាគួរតែកុំមានអំណួតទៅលើខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សដែលចាប់ផ្ដើមមានអំណួតចេះអួតពីខ្លួនឯងសូមអ្នកទាំងអស់គ្នាចាប់ផ្ដើមក្នុងការអធិដ្ឋានទៅរកព្រះជាម្ចាស់ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធបោះទ្រង់មកគង់នៅជាមួយនឹងចិត្តរបស់យើងកុំឲ្យយើងមានអំណួតហើយនឹងនិយាយអួតពីខ្លួនឯងសាច់រឿងមួយនេះផងដែរក៏មានចំណងជើងថាការមានអំណួតហើយនាងខ្ញុំក៏មានខព្រះគម្ពីរមួយសម្រាប់លើកទឹកចិត្តដល់អ្នកទាំងអស់គ្នាផងដែរគឺនៅក្នុងព្រះគម្ពីរសុភាសិតជំពូក16ខ18ជាចុងក្រោយនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ